អ្នកមិនរីកចម្រើនដោយសារបំណងប្រាថ្នាឡើយអ្នករីកចម្រើនដោយសារការកសាងកិច្ចខិតខំប្រឹងប្រែងដែលអាចផ្លាស់ប្ដូរជីវិតយ៉ាងពិតប្រាកដប្រហែលជាអ្នកអស់កម្លាំងមានអារម្មណ៍ជាប់គាំងប្រហែលជាអ្នកអស់កម្លាំងចាប់ផ្ដើមហើយក៏ឈប់ទៅវិញប្រហែលជាអ្នកកំពុងរងចាំអ្វីមួយដែលល្អប៉ុន្តែអ្នកមិនទាន់បានសម្រេចនៅឡើយចូលសួរខ្លួនឯងថាតើអ្នកចង់បានជីវិតបែបណាតើជីវិតអ្នកយ៉ាងដូចម្តេចប្រសិនបើអ្នកបន្តការសន្យាជាមួយខ្លួនអ្នកតើអ្វីនឹងផ្លាស់ប្ដូរប្រសិនបើអ្នកខិតខំជំនះឆ្ពោះទៅមុខជំនួសការថយក្រោយសំណួរនេះនឹងជួយអ្នកគិតអំពីរបៀបឆ្ពោះទៅមុខអ្នកនឹងរៀនអំពីរបៀបកំណត់វិន័យខ្លួនឯងដើម្បីបន្តធ្វើវាជាប្រចាំហ៊ានប្រឈមនឹងឧបសគ្គនិងការលូតលាស់ជាមួយគោលបំណងច្បាស់លាស់បង្កើតភាពខ្លាំងផ្នែកស្មារតីតាមរយៈការសិក្សារៀនសូត្រជាប្រចាំការរីកចម្រើនពិតប្រាកដកើតចេញពីការសិក្សារៀនសូត្រកើតចេញពីទង្វើកើតចេញពីអ្វីដែលអ្នកនិយាយថាអ្នកនឹងធ្វើវាកើតចេញពីការស្មោះត្រង់ថាតើអ្នកនៅទីណាហើយអ្នកចង់ទៅទីណាអ្នកគ្រប់គ្នាមានបំណងប្រាថ្នាចង់ផ្លាស់ប្ដូរប៉ុន្តែការកសាងភាពខ្លាំងផ្នែកស្មារតីទាមទារឲ្យធ្វើការងារប្រចាំថ្ងៃដែលអ្នកដទៃមិនដឹងវាជាការងារផ្ទាល់ខ្លួននិងជាប្រភេទការងារដែលជួយតម្រង់ទិសឲ្យអ្នកសម្រេចបានជោគជ័យមនុស្សភាគច្រើនដឹងពីអ្វីដែលពួកគេចង់បានប៉ុន្តែពួកគេមិនបង្រៀនខ្លួនពួកគេឲ្យមានឆន្ទៈរីករាយត្រឹមមួយថ្ងៃទៅពីរថ្ងៃបន្ទាប់មកក៏ត្រឡប់មកទម្លាប់ចាស់វិញភាពខ្លាំងខាងផ្នែកស្មារតីអាចបង្កើតឡើងនៅពេលអ្នកនៅតែបន្តទោះបីភាពរីករាយបាត់ទៅវិញក៏ដោយនៅពេលអ្នកសម្រេចថាអនាគតរបស់អ្នកល្អមានតម្លៃអ្នកចាប់ផ្ដើមរីកលូតលាស់អ្នកចាប់ផ្ដើមមានអារម្មណ៍ដឹងពីរបៀបក្នុងការគ្រប់គ្រងអ្នកចាប់ផ្ដើមមើលឃើញខ្លួនរបស់អ្នកថាជាមនុស្សដែលមានសមត្ថភាពនិងទទួលខុសត្រូវទាំងនេះកើតចេញពីសកម្មភាពតូចៗប្រចាំថ្ងៃអារម្មណ៍ទាំងអស់នេះមិនមែនកើតចេញពីសកម្មភាពធំនោះទេគឺវាកើតចេញពីសកម្មភាពតូចៗប្រចាំថ្ងៃប្រសិនបើអ្នកភ្ញាក់ឡើងមានគោលដៅអ្នកមានអារម្មណ៍ខុសពីធម្មតាប្រសិនបើអ្នកភ្ញាក់ឡើងរំលឹកឃើញនៅអ្វីដែលអ្នកនិយាយថាអ្នកនឹងធ្វើវាអ្នកនឹងចាប់ផ្ដើមសម្រួចគំនិតរបស់អ្នកមិនចាំបាច់ធ្វើឲ្យមានទម្លាប់រីកចម្រើនខ្លាំងនោះទេអ្នកគ្រាន់តែធ្វើសកម្មភាពជាប្រចាំធ្វើវាឥតឈប់អ្នកត្រូវគ្រប់គ្រងពេលវេលាអ្នកគ្រាន់តែគោរពតាមឆន្ទៈរបស់អ្នកដើម្បីបញ្ជាក់ថាអ្នកជឿជាក់លើសម្ដីរបស់អ្នកនៅពេលអ្នកជឿលើសម្ដីរបស់អ្នកទទួលបានជំនឿលើខ្លួនឯងអ្នកទទួលបានភាពច្បាស់លាស់ការរីកចម្រើនលូតលាស់កើតឡើងនៅពេលអ្នកមិនបោះបង់ចោលការងារដែលមិនទាន់ធ្វើបានសម្រេចពេលដែលអ្នកជ្រើសរើសធ្វើវាឥឡូវអ្នកវឹកហាត់ខួរក្បាលរបស់អ្នកបង្រៀនខ្លួនអ្នកថាអ្នកពិតប្រាកដជាមួយគោលដៅរបស់អ្នកបង្រៀនខ្លួនអ្នកថាអ្នកមិនរត់ចោលការទទួលខុសត្រូវគ្រប់ពេលអ្នកធ្វើវាដូច្នេះស្មារតីរបស់អ្នកចាប់ផ្ដើមរឹងមាំមានអារម្មណ៍នឹងណអ្នកមានអារម្មណ៍ថាមានសមត្ថភាពគ្រប់គ្រងសម្ពាធដែលជីវិតរបស់អ្នកជួបប្រទះការរៀនសូត្រប្រចាំថ្ងៃមិនមែនងាយស្រួលរហូតនោះទេពេលខ្លះមានអារម្មណ៍ថាធម្មតាពេលខ្លះមានអារម្មណ៍ថាដដែលប៉ុន្តែភាពដដែលនេះធ្វើឲ្យអ្នកខ្លាំងអ្នកបង្កើតភាពខ្លាំងតាមរយៈការធ្វើវាដដែលខ្លាចជាផ្នែកមួយនៃជីវិតរបស់អ្នកធ្វើវាជារៀងរហូតជីវិតរបស់អ្នកចាប់ផ្ដើមឆ្ពោះទៅមុខអ្នកចាប់ផ្ដើមឃើញការរីកចម្រើននៃអិរិយាបថរបស់អ្នកចាប់ផ្ដើមផ្លាស់ប្ដូរដូចអ្វីដែលអ្នកបានគិតអ្នកចាប់ផ្ដើមគ្រប់គ្រងខ្លួនរបស់អ្នកបានការគ្រប់គ្រងខ្លួនឯងនេះគឺជាផ្នែកមួយនៃភាពខ្លាំងនៃអារម្មណ៍របស់អ្នកដែលអាចជួយអ្នកបានដូចជាថ្ងៃខ្លះអ្នកគ្មានអារម្មណ៍ធ្វើការអ្នកមានអារម្មណ៍អស់កម្លាំងថ្ងៃខ្លះអ្នកមានអារម្មណ៍តានតឹងថ្ងៃខ្លះអ្នកមានអារម្មណ៍មិនល្អមួម៉ៅថ្ងៃទាំងអស់នោះមានសារៈសំខាន់ណាស់ពីព្រោះនៅពេលដែលអ្នកយកចិត្តទុកដាក់លើថ្ងៃទាំងនោះអ្នកបានបង្រៀន
ខួរក្បាលឲ្យធ្វើការជាធម្មតាជំនះវាអ្នកបង្រៀនខួរក្បាលត្រូវតែធ្វើវាទោះបីវាពិបាកយ៉ាងណាក៏ដោយបទពិសោធន៍និងមេរៀនទាំងអស់នេះคล้ายទៅជាផ្នែកមួយនៃភាពខ្លាំងរបស់អ្នកចាប់ផ្ដើមមើលឃើញខ្លួនឯងคล้ายជាមនុស្សដែលមិនបោះបង់คล้ายជាមនុស្សដែលនៅតែធ្វើវាคล้ายជាមនុស្សដែលស្មោះត្រង់នឹងគោលដៅនេះជាអ្វីដែលភាពខ្លាំងផ្នែកផ្លូវចិត្តបង្កើតឡើងមិនមែនតាមរយៈភាពងាយស្រួលប៉ុន្តែតាមរយៈកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរនៅពេលអ្នកពិបាកមនុស្សយើងតែងតែមើលរំលងឥទ្ធិពលនៃការជោគជ័យលើរឿងតូចតាចថាតើវាមានឥទ្ធិពលយ៉ាងណានៅពេលអ្នកបានបញ្ចប់កិច្ចការតូចតាចខួរក្បាលរបស់យើងបានកត់ត្រាវាទុកនៅពេលអ្នកធ្វើតាមទម្លាប់របស់អ្នកខួរក្បាលរំលឹកឡើងវិញនៅពេលបានបញ្ចប់អ្វីមួយដែលអ្នកបានចាប់ផ្ដើមខួរក្បាលរបស់អ្នករីកលូតលាស់យ៉ាងពិតប្រាកដវាបានបង្កើតភាពជឿជាក់ដើម្បីបង្កើតការផ្លាស់ប្ដូរមនុស្សភាគច្រើនបរាជ័យពីព្រោះពួកគេស្វែងរកការផ្លាស់ប្ដូរធំពេកជាជាងធ្វើរឿងតូចពួកគេចង់បានលទ្ធផលដោយមិនអនុវត្តវាប្រចាំថ្ងៃប៉ុន្តែមនុស្សដែលជោគជ័យគឺជាមនុស្សដែលធ្វើវាជារៀងរាល់ថ្ងៃបើទោះបីជាសកម្មភាពតូចក៏ដោយសកម្មភាពតូចនេះធ្វើឲ្យអ្នកមានការផ្លាស់ប្ដូរធំគ្រប់ពេលវេលាការបង្កើតភាពខ្លាំងខាងស្មារតីក៏មានន័យថាគឺការស្មោះត្រង់នៅពេលអ្នកឃើញខ្លួនរបស់អ្នកចំណាយពេលឥតប្រយោជន៍ទៅជំរុញខ្លួនអ្នកទៅធ្វើសកម្មភាពឡើងវិញនៅពេលអ្នកមានអារម្មណ៍ថាបាត់បង់ការផ្ដោតអារម្មណ៍សូមផ្ដោតអារម្មណ៍ឡើងវិញលើគោលដៅរបស់អ្នកផ្ដល់ថាមពលឲ្យអ្នកពេលណាអ្នកកាន់តែមានភាពស្មោះត្រង់នឹងខ្លួនរបស់អ្នកកាន់តែរីកចម្រើនលូតលាស់